ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននិងសាធារណៈដែលបានរងការខូចខាតដែលមានជាអាចសាលារៀនមណ្ឌលសុខភាពពេទ្យបង្អែកផ្សារផ្លូវស្ពានបណ្ដាញទឹកស្អាតអគ្គិសនីនិងទូរគមនាគមន៍ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះហើយរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកាទាំងថវិកាជាតិនិងថវិកាពីដៃគូអភិវឌ្ឍន៍ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធទាំងនេះឲ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្ដែងជ្រាបនៅឱកាសនេះខ្ញុំបកណាទូលព្រះបង្គំខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិនរដ្ឋាភិបាលសហរដ្ឋអាមេរិកធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានផ្ដល់ជំនួយជាសម្ភារៈនិងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលទុក្ខលំបាកនិងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសទឹកជាពិសេសការស្ដារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅឋានវិញនិងការជួសជុលស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាពិសេសសាលារៀននិងមណ្ឌលសុខភាពខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសង្ឃឹមថាបណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀតនឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជាឆ្ពោះទៅរកប្រក្រតីភាពឡើងវិញជាពិសេសនៅក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន